Đây nè, kia nhóm ăn mua sai đi na hayในឆ្នាំ2024ខ្ញុំបានទទួលជាលទ្ធិលេខ3នៅក្នុងកម្មវិធី Navathon Season 2 មូលហេតុចម្បងបំផុតដែលចង់ឲ្យខ្ញុំនឹងចូលរួមកម្មវិធី Navathon ហ្នឹងគឺដោយសារតែកម្មវិធីហ្នឹងគឺជាវេទិកាមួយដ៏ល្អសម្រាប់ឲ្យខ្ញុំនឹងចូលរួមបញ្ចេញគំនិតក្នុងនាមជាយុវជនដើម្បីដោះស្រាយបញ្ហាដែលសហគមន៍របស់ខ្ញុំនឹងជួបប្រទះជាពិសេសហ្នឹងគឺបញ្ហាទៅលើយុវជនសម្រាប់ LGBT វាគឺជាឱកាសល្អមែនតើដែលយើងអាចវាស់ស្ទង់សមត្ថភាពខ្លួនឯងក្នុងនាមជាយុវជនថាយើងដើរដល់ណាហើយយើងមានគំនិតអីគេខ្លះដើម្បីចូលរួមធ្វើការកែប្រែទៅដល់សហគមន៍ក្នុងការជះផលវិជ្ជមានរបស់យើងមិនធម្មតាប៉ុណ្ណឹងទេការចូលរួម Navathon ណាគឺបានរៀនច្រើនមែនតើខ្ញុំបានឃើញពិភពលោកមួយដ៏ថ្មីមែនតើដោយសារតែខ្ញុំនឹងបានស្ដាប់ទៅនូវគំនិតដ៏ល្អជាច្រើនពីយុវជនផ្សេងយើងបានសិក្សាអំពីថាតើយើងត្រូវកំណត់បញ្ហាសម្រាប់រៀបចំគម្រោងមិនថាតើយើងត្រូវដោះស្រាយបញ្ហាហ្នឹងមិនថាតើយើងត្រូវកំណត់ភាពចីរភាពនៅក្នុងគម្រោងហ្នឹងមិនហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែចូលរួមនៅក្នុងកម្មវិធីនេះដែលយើងនឹងធ្វើឡើងនៅឆ្នាំ2025នេះ